សូមស្វាគមន៍មកកាន់ Channel សុគីមសម្រាយរឿងថ្ងៃនេះ Admin នឹងលើកយកខ្សែភាពយន្តដ៏ល្អមើលមួយយកមកធ្វើការបកស្រាយជូនបងប្អូនទស្សនាហើយរឿងនេះដែរមានចំណងជើងថា War for the Planet of the Apes ដែលសាច់រឿងគឺចង់និយាយអំពីសង្គ្រាមរវាងមនុស្សនិងអាណាចក្រស្វាហើយដំណើរសាច់រឿងនៅក្នុងរឿងនេះគឺពិតជាល្អមើលនិងមានន័យខ្លាំងមែនទែន Admin ជឿជាក់ថាបងប្អូនបានទស្សនាវីដេអូនេះហើយនឹងទទួលបានអារម្មណ៍សប្បាយរីករាយហើយបើចង់ដឹងថាសាច់រឿងនេះល្អមើលនិងមានន័យខ្លាំងយ៉ាងណាសូមទស្សនាវីដេអូនេះទាំងអស់គ្នាសាច់រឿងនេះបានចាប់ផ្ដើមជាមួយនឹងកងវរៈសេនាតូច Alpha Omega ដែលជាក្រុមយោធាដ៏អាក្រក់មួយពួកគេបានធ្វើការវាយលុកយ៉ាងជ្រៅទៅក្នុងព្រៃដែលជាកន្លែងអាណានិគមរបស់សត្វស្វារស់នៅសត្វស្វាក្លាហានបានការពារក្នុងការវាយប្រហារនេះដោយបង្ហាញពីភាពឆ្លាតវៃនិងកម្លាំងយុទ្ធសាស្ត្ររបស់ពួកគេបានចាប់ខ្លួនទាហាន4នាក់ក្នុងចំណោមនោះគឺក្រហមដែលជាសត្វស្វា Albino ដែលបានរត់ចោលជួរសេសាបានទុកជីវិតឲ្យទាហានទាំង4នាក់នោះរួចហើយក៏បានបញ្ជូនពួកគេត្រឡប់ទៅវិញដោយបានផ្ញើសារមួយទៅកាន់វរៈសេនីយ៍ឯកសេសាមិនបានចាប់ផ្ដើមធ្វើសង្គ្រាមនោះទេគូតែបញ្ចប់ហើយស្វែងរកសន្តិភាពប៉ុន្តែទោះជាយ៉ាងណាក៏ដោយទង្វើនិងសេចក្តីមេត្តាករុណារបស់សេសាត្រូវបានបំផ្លាញដោយការក្បត់ខណៈក្រហមដែលជាស្វា Albino បានរត់គេចពីរបួសថ្ងៃមួយ Blue Age ដែលជាកូនប្រុសរបស់សេសានិងអនុស្នេហ៍តូ Rocket ដែលជាអ្នកគួរឲ្យទុកចិត្តរបស់គាត់បានត្រឡប់មកវិញហើយបាននាំមកនូវដំណឹងល្អហើយមានសង្ឃឹមមួយគឺពួកគេបានរកឃើញទីជម្រកដ៏មានសុវត្ថិភាពមួយនៅទូទាំងវាលខ្សាច់នៅពេលយប់ឡើងខណៈពេលដែលប្រពន្ធនិងកូនប្រុសរបស់គេកំពុងដេកសេសាបានក្រឡេកឃើញមានសកម្មភាពមួយមិនប្រក្រតីគេក៏បានដើរទៅមើលហើយក៏បានឃើញមានខ្សែមួយនៅមាត់ជ្រោះទោះជាយ៉ាងណាក្តីសុវត្ថិភាពនេះត្រូវបានបំផ្លាញនៅពេលដែលវរៈសេនីយ៍ឯកបានដឹកនាំការវាយឆ្មាក់មួយដោយសម្ងាត់នៅក្នុងផ្ទះរបស់សេសាដែលបានលាក់ខ្លួននៅពីក្រោយទឹកជ្រោះវរៈសេនីយ៍ឯកបានសម្លាប់ប្រពន្ធរបស់សេសានិងកូនប្រុសច្បងរបស់គាត់ឈ្មោះ Blue Age ដោយគេបានយល់ខុសចំពោះសេសាមានទុក្ខព្រួយនិងខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលឃើញប្រពន្ធនិងកូនប្រុសរបស់ខ្លួនត្រូវបានគេសម្លាប់គេបានប្រឈមមុខជាមួយនឹងវរៈសេនីយ៍ឯកប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចរារាំងពីការរត់គេចខ្លួននេះបានទេសេសាដែលពោពេញទៅដោយការឈឺចាប់និងបាត់បង់ផ្ទាល់ខ្លួនគេសម្រេចចិត្តចាប់ផ្ដើមធ្វើដំណើរដ៏គ្រោះថ្នាក់មួយដើម្បីស្វែងរកការសងសឹកនិងប្រឆាំងជាមួយនឹងវរៈសេនីយ៍ឯកគេបានរក្សាទុកកូនប្រុសដែលមានជីវិតឲ្យរស់នៅក្នុងដៃរបស់មិត្តភក្តិ Blue Age គឺលេខការធ្វើដំណើរដ៏គ្រោះថ្នាក់មួយនេះរួមមាន Marjorie, Luca និង Rocket សេសាបានចេញដំណើរទៅដើម្បីប្រឈមមុខជាមួយនឹងសត្រូវរបស់គាត់ក្រុមរបស់សេសាបានធ្វើដំណើរឆ្លងកាត់ភូមិមួយដែលត្រូវបានគេបោះបង់ចោលគេបាននាំគ្នាចូលទៅក្នុងផ្ទះមួយហើយក៏បានជួបនឹងក្មេងស្រីម្នាក់ដែលនិយាយមិនចេញនាងមានឈ្មោះថា Nova Marjorie បានផ្ដល់នូវតុក្កតាមួយឲ្យទៅក្មេងស្រីដើម្បីបញ្ជាក់ពីសញ្ញានៃការលួងលោមបន្ទាប់មកគេបាននាំ Nova ធ្វើដំណើរផ្សងព្រេងជាមួយនឹងពួកគេនៅតាមផ្លូវពួកគេបានរកឃើញទាហានស្លាប់ហើយការស្លាប់នេះបានបញ្ជាក់ពីសញ្ញាថាមានមេរោគខណៈពេលដែលពួកគេបានឡើងទៅកាន់ទីខ្ពស់ដើម្បីស្វែងរកមើលគោលដៅនៅពេលនោះស្រាប់តែមានស្វាមួយបានមកលួចយកសេះរបស់សេសាទៅបាត់ពួកគេបាននាំគ្នាព្យាយាមដេញតាមរហូតទៅដល់កន្លែងមួយនៅពេលនោះពួកគេក៏បានរកឃើញស្វាមួយដ៏ឈ្លាសវៃគេមានឈ្មោះថា Ben Ape ពួកគេបាននាំគ្នាមកដល់គោលដៅហើយបានជួបជាមួយនឹង Winter ដែលជាទាសកររបស់វរៈសេនីយ៍ឯកដោយមានការភ័យខ្លាចក្នុងការតស៊ូជាមួយទាហានរបស់ពួកគេសេសាបានសម្លាប់ Winter បំបិទមាត់ទង្វើនេះមានទម្ងន់យ៉ាងធ្ងន់ទៅលើសេសានៅពេលដែលពួកគេកំពុងតែលួចមើលកុលសម្ព័ន្ធរបស់វរៈសេនីយ៍ឯកស្រាប់តែមានទាហានមួយបានចេញមកហើយបានបាញ់សម្លាប់ Luca ដែលជាគ្នារបស់សេសាចំណែកឯ Nova នាងមានភាពសោកសៅយ៉ាងខ្លាំងចំពោះការបាត់បង់របស់ Luca សេសាបានរកឃើញថាកុលសម្ព័ន្ធរបស់គាត់ទាំងមូលត្រូវបានគេចាប់ខ្លួនហើយត្រូវបានគេបង្ខំឲ្យកសាងជញ្ជាំងសេសាមានការស្លុតចិត្តនិងអស់សង្ឃឹមយ៉ាងខ្លាំងនៅពេលដែលឃើញកុលសម្ព័ន្ធរបស់ខ្លួនត្រូវបានគេចាប់ហើយធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅសេសាត្រូវបានគេលួចវាយឆ្មាក់ពីក្រោយខ្នងនៅពេលគេដឹងខ្លួនឡើងគេក៏បានឃើញមុខរបស់វរៈសេនីយ៍ឯកគេមានការខឹងសម្បារយ៉ាងខ្លាំងប៉ុន្តែទោះជាយ៉ាងណាក៏គេមិនអាចបញ្ចេញកំហឹងមួយនេះបានដែរនៅពេលនោះពួកគេបាននាំខ្លួនរបស់សេសាទៅឃុំជាមួយនឹងក្រុមកុលសម្ព័ន្ធរបស់គាត់ហើយនៅក្នុងនោះក៏មានកូនប្រុសរបស់គាត់ផងដែរនៅពេលដែលកងទ័ពរបស់ពួកគេកំពុងតែធ្វើការជួបជុំជាមួយនឹងវរៈសេនីយ៍ឯកសេសាបានឃើញទាហាន4នាក់ដែលគេបានដោះលែងនោះពួកគេបាននាំគ្នាធ្វើទារុណកម្មទៅលើសេសានិងគ្នារបស់គេវរៈសេនីយ៍ឯកបានប្រើប្រាស់កុលសម្ព័ន្ធរបស់សេសាធ្វើជាទាសករដើម្បីកសាងជញ្ជាំងរបស់គេ
ហើយជញ្ជាំងនេះគឺជាផ្នែកមួយនៃផែនការអសង្ឃឹមរបស់គេក្នុងការពង្រឹងមូលដ្ឋានប្រឆាំងជាមួយនឹងការវាយប្រហារដែលជិតមកដល់ដោយក្រុមយោធាភាគខាងជើងនៃសហរដ្ឋអាមេរិកនៅពេលដែលក្រុមកុលសម្ព័ន្ធរបស់សេសាកំពុងតែធ្វើការកសាងជញ្ជាំងហើយក៏មានគ្នារបស់គេបានធ្លាក់មកពីលើដំបូលនៅពេលនោះក្រហមដែលជាទីសកលរបស់វរៈស្រីឯកបានធ្វើទារុណកម្មទៅលើគ្នារបស់សេសាយ៉ាងប្រៃផ្សៃដោយទ្រាំឈរមើលការធ្វើទារុណកម្មទៅលើគ្នារបស់គេមិនបានសេសាបានស្រែកទៅកាន់ក្រហមយ៉ាងខ្លាំងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់វរៈស្រីឯកនិងគ្នារបស់គេក្រុមកុលសម្ព័ន្ធរបស់សេសានៅពេលដែលបានឃើញពីភាពក្លាហានរបស់គេបាននាំគ្នាចង់ធ្វើការបះបោររីឯវីរៈស្រីឯកមានកំហឹងយ៉ាងខ្លាំងចំពោះទង្វើរបស់សេសានិងគ្នារបស់គេគាត់បានបាញ់សម្លាប់គ្នារបស់សេសាយ៉ាងសាហាវឃោរឃៅបន្ទាប់មកពួកគេបានយកសេសាទៅចងដើម្បីធ្វើទារុណកម្មគេមានការស្ដាយក្រោយជាខ្លាំងនៅពេលដែលបានដោះលែងក្រហមឲ្យរស់រានមានជីវិតព្រោះគេគឺជាស្វាដែលរមូលគុណគេបានធ្វើទារុណកម្មទៅលើសេសាយ៉ាងប្រៃផ្សៃចំណែកឯគ្នារបស់សេសានិងប៊ែនអេបដែលជាស្វាដ៏ឆ្លៀសវៃគេបានរងនឹកវិធីដើម្បីចូលទៅខាងក្នុងដើម្បីជួយដល់សេសានិងបព្វពួករបស់គេពួកគេបាននាំគ្នាជីករូងនៅក្រោមដីដើម្បីចូលទៅដល់កន្លែងដែលគេបានឃុំខ្លួនរបស់កុលសម្ព័ន្ធសេសានៅពេលពួកគេកំពុងតែធ្វើដំណើរនៅក្នុងរូងក្រោមដីស្រាប់តែមានការបាក់ស្រុតមួយជាទ្រង់ទ្រាយតូចប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់ទៅដល់ផែនការរបស់ពួកគេនោះទេចំណែកសេសាត្រូវបានគេធ្វើទារុណកម្មដោយបង្អត់អាហារនិងទឹកគេខំប្រឹងស៊ូទ្រាំនឹងការអត់ឃ្លានមួយនេះខណៈពេលដែលសេសាកំពុងតែអស់កម្លាំងនិងក្តីសង្ឃឹមស្រាប់តែប្រពន្ធរបស់គេបានមកនិយាយលួងលោមនិងផ្ដល់កម្លាំងចិត្តឲ្យគេមានការតស៊ូដើម្បីធ្វើការសងសឹកនិងរកយុត្តិធម៌ឲ្យនាងនិងកូនប្រុសរបស់គេប៉ុន្តែទោះជាយ៉ាងណាការតស៊ូមួយនេះត្រូវបានបំផ្លាញដោយស្នាដៃរបស់ក្រហមនិងវរៈស្រីឯកពួកគេបានយកសេសាទៅឃុំនៅក្នុងគុករីឯណូវ៉ានាងក្លាហានហ៊ានលួចចូលទៅកន្លែងនោះដើម្បីជួយដល់សេសានាងបានបោះតុក្កតាដើម្បីប្រាប់ពីសញ្ញារបស់នាងគេបានយកទឹកនិងអាហារផ្ដល់ឲ្យសេសាដើម្បីធ្វើការតស៊ូនៅពេលនោះទាហានរបស់វរៈស្រីឯកក៏បានមកដល់ណូវ៉ាបានធ្វើការគេចខ្លួនប៉ុន្តែនាងមិនអាចចាក់ចេញពីកន្លែងនេះបានទេព្រោះតែទាហានរបស់វរៈស្រីឯកបាននាំគ្នាមកដល់នៅពេលនោះរ៉ុកកែតបានលះបង់សេរីភាពរបស់គាត់ដើម្បីបង្កើតការបង្វែរដានដើម្បីអនុញ្ញាតឲ្យណូវ៉ាធ្វើការរត់គេចខ្លួនខណៈពេលដែលរ៉ុកកែតកំពុងតែធ្វើការប្រយុទ្ធជាមួយនឹងក្រហមនៅពេលនោះគឺជាឱកាសល្អសម្រាប់ការរត់គេចខ្លួនរបស់ណូវ៉ាពួកគេបានវាយទៅលើរ៉ុកកែតយ៉ាងប្រៃផ្សៃរួចហើយក៏បានអូសគេទៅឃុំជាមួយនឹងក្រុមកុលសម្ព័ន្ធចំណែកសេសាគេមានកំហឹងយ៉ាងខ្លាំងទៅលើវរៈស្រីឯកនិងបព្វពួករបស់គាត់វរៈស្រីឯកបានចូលទៅកន្លែងឃុំខ្លួនរបស់សេសាហើយក៏បានឃើញតុក្កតារបស់ណូវ៉ាចំណែកឯម៉ាយូរីប៊ែនអេបនិងណូវ៉ាពួកគេបានរៀបចំផែនការដើម្បីចូលទៅជួយសេសានិងក្រុមកុលសម្ព័ន្ធរបស់គេព្រាឈើនិងក្រហមបានដោះច្រវាក់ចេញពីខ្លួនរបស់សេសាដើម្បីជាការតបស្នងក្នុងការដែលសេសាបានដោះលែងជីវិតពួកគេនៅពេលធ្វើសង្គ្រាមពីមុនចំណែកគ្នារបស់សេសាបានចូលទៅក្នុងរូងក្រោមដីដើម្បីជួយដល់កុលសម្ព័ន្ធរបស់ពួកគេប៊ែនអេបបានឡើងទៅខាងលើដើម្បីមើលសភាពការហើយគេបានឃើញមានទាហានម្នាក់បានឈរនៅលើកន្លែងដែលពួកគេបានជីកដីធ្វើផ្លូវសម្រាប់ធ្វើការរត់គេចខ្លួនរបស់ពួកគេខណៈពេលដែលទាហានបានដើរចេញពីទីនោះគឺជាឱកាសល្អសម្រាប់ប៊ែនអេបនិងគ្នារបស់គេក្នុងការរៀបចំផែនការដើម្បីនាំគ្នារត់គេចខ្លួនគេសហការគ្នាយ៉ាងម៉ត់ចត់ប៊ែនអេបបានយកភក់ពីក្នុងរូងទុកសម្រាប់ធ្វើផែនការរបស់ពួកគេសេសាបានសហការគ្នាក្នុងការធ្វើបាបទាហានដែលបានឈរយាមនៅទីនេះគេបានយកដីភក់គប់ទៅលើក្បាលរបស់ទាហាននោះដើម្បីធ្វើឲ្យគេមានកំហឹងហើយដើរចូលទៅក្នុងអន្ទាក់ដែលពួកគេបានរៀបចំទុកគេបានដើរទៅកន្លែងឃុំខ្លួនហើយបានសួររកអ្នកដែលបានគប់ដីភក់ទៅលើក្បាលរបស់គេនៅពេលដែលគេកំពុងតែនិយាយទៅកាន់វងស្វាហើយក៏មានដីភក់បានហោះមកចំក្បាលរបស់គេម្ដងទៀតគេមានការខឹងសម្បារយ៉ាងខ្លាំងនៅពេលនោះសេសាក៏បានបង្ហាញខ្លួនទាហាននោះបានឈរនៅចំគោលដៅដែលពួកគេបានរៀបចំទុកខណៈពេលគេបំរុងនឹងបាញ់សម្លាប់សេសានៅពេលនោះក៏មានការចាប់ទាញជើងរបស់គេទម្លាក់ទៅក្រោមប៊ែនអេបបានបោះសារមកឲ្យសេសាដើម្បីជួយរំដោះកូនប្រុសនិងក្រុមកុលសម្ព័ន្ធខណៈពេលដែលពួកគេកំពុងតែធ្វើការរត់គេចខ្លួនចេញពីទីនោះស្រាប់តែមានការប្រយុទ្ធធំមួយក៏បានមកដល់គឺកងទ័ពភាគខាងជើងនៃសហរដ្ឋអាមេរិកពួកគេបានធ្វើការវាយលុកទៅលើមូលដ្ឋានរបស់វរៈស្រីឯកដោយបង្កើតភាពវឹកវរនៅពេលដែលទាហានរបស់ពួកគេកំពុងតែមានភាពចលាចលសេសាបានឆ្លៀតឱកាសដើម្បីស្វែងរកការសងសឹកនិងយុត្តិធម៌ឲ្យប្រពន្ធនិងកូនប្រុសរបស់គេវរៈស្រីឯកបានឆ្លក់វង្វេងក្នុងការលុបបំបាត់មេរោគបាននាំឲ្យគាត់សម្លាប់កូនប្រុសរបស់គាត់ដោយបង្កឲ្យមានជម្លោះជាមួយនឹងថ្នាក់លើរបស់គាត់
សេសាបានចូលទៅដល់ទីនោះហើយបានឃើញច្បាស់ថាវរៈស្នេហ៍ឯកបានឆ្លងមេរោគនៃការផ្លាស់ប្ដូរបន្ទាប់ពីគាត់បានគ្រប់គ្រងតុក្កតារបស់ Nova គាត់បាននិយាយទៅកាន់សេសាស្ងាត់ៗហើយខូចចិត្តយ៉ាងខ្លាំងសេសាមិនព្រមសម្លាប់គាត់ដោយបង្ហាញពីការអត់ធ្មត់និងចិត្តមេត្តារបស់គេវរៈស្នេហ៍ឯកបានជ្រើសរើសបញ្ចប់ជីវិតខ្លួនឯងជាជាងចុះចាញ់មេរោគសេសាបានក្រឡេកឃើញមានធុងសាំងធំមួយកំពុងមានការបែកធ្លាយគេបានប្រមូលគ្រាប់បែកចេញពីកន្លែងរបស់វរៈស្នេហ៍ឯកដើម្បីទុកបំផ្ទុះធុងសាំងនៅពេលនោះព្រាឈើក៏បានចូលមកដល់ធ្វើឲ្យសេសាប្រញាប់រត់គេចខ្លួនចេញពីទីនោះទន្ទឹមនឹងនោះក្រហមដែលជាស្វាអាល់ប៊ីណូគេបានផ្លាស់ប្ដូរបេះដូងនៅពេលដែលបានឃើញពីការរងទុក្ខរបស់សត្វស្វាគេបានសម្លាប់ព្រាឈើដើម្បីសង្គ្រោះសេសាដោយបានមើលឃើញពីការក្បត់របស់ក្រហមមេបញ្ជាការ Alpha Omega បានបញ្ចប់ជីវិតរបស់គេនៅពេលនោះសេសាបានប្រមូលយកគ្រាប់បែកទៅបំផ្ទុះធុងសាំងដើម្បីបំផ្លាញកម្លាំងនិងបន្ទាយរបស់វរៈស្នាតូច Alpha Omega ខណៈពេលដែលទីនោះត្រូវបានបំផ្ទុះសេសាប្រញាប់រត់ចេញពីទីនោះដើម្បីសង្គ្រោះជីវិតគេបានរត់ចូលតាមរូងក្រោមដីដែលគ្នារបស់គេបានជីកទុកសម្រាប់ការរត់គេចខ្លួននៅពេលដែលសេសាបានចេញមកដល់ខាងក្រៅគេបានប្រឈមមុខជាមួយនឹងកងទ័ពយោធាភាគខាងជើងនៃសហរដ្ឋអាមេរិកខណៈពេលដែលពួកគេបំរុងនឹងធ្វើសកម្មភាពទៅលើសេសាហើយក៏មានការបាក់ព្រិលទឹកកកមួយយ៉ាងធំពួកគេបាននាំគ្នារត់គេចខ្លួនប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចគេចផុតពីការគ្របសង្កត់ដ៏ធំមួយនេះបានដែរកងយោធារបស់ពួកគេបានស្លាប់អស់ដោយសារព្រិលទឹកកកបានបាក់សង្កត់ហើយក៏បានបន្សល់ទុកតែជីវិតរបស់សត្វស្វានិង Nova ដោយសារពួកគេបានរត់គេចខ្លួនឲ្យបានឡើងទៅលើដើមឈើចំណែកឯសត្វស្វាដែលនៅរស់រានមានជីវិតពួកគេបាននាំគ្នាធ្វើដំណើរឆ្លងកាត់វាលខ្សាច់ទីបំផុតពួកគេក៏បានទៅដល់កន្លែងដែលសន្យាដោយ Blue Age ដែលជាកូនប្រុសរបស់សេសាដែលបានស្លាប់ទៅនៅទីបំផុតពួកគេបានរកឃើញសេរីភាពនិងផ្ទះថ្មីរបស់ពួកគេនៅលើវាលខ្សាច់ហើយដំណើររបស់សេសាត្រូវបានបញ្ចប់សូមកុំភ្លេចជួយចុច like និងចុច subscribe Channel របស់ admin ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណ